សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់เพจខ្ញុំទៀតហើយថ្ងៃនេះគឺខ្ញុំនឹងលើកយកអំពីការដាក់នុយឲ្យត្រីស្ដោតឲ្យត្រីស៊ីហើយបងប្អូនកុំភ្លេចជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំចែករំលែកពីការចិញ្ចឹមត្រីហើយក៏ដូចជាការដាក់ចំណីត្រីហើយក៏ដូចជាវីដេអូតាក់ទងនឹងកសិកម្មផ្សេងៗផងដែរបងប្អូនអញ្ចឹងនេះគឺជាស្រះចិញ្ចឹមត្រីស្ដោប៉ុន្តែស្រះនេះគឺចិញ្ចឹមកូនត្រីទេប៉ុន្តែបើស្រះខាងនេះវិញគឺចិញ្ចឹមត្រីស្ដោតែមានទំហំធំហើយគាត់ចិញ្ចឹមបានរយៈពេល9ខែដែរហើយឥឡូវនេះគឺកំពុងតែដាក់នុយដើម្បីឲ្យត្រីស្ដោស៊ីត្រីស្ដោបើតាមពិតទៅកាន់តែធំគឺវាស៊ីកាន់តែច្រើនអញ្ចឹងបើយើងឲ្យវាតិចធ្វើឲ្យការលូតលាស់របស់វានឹងគឺអត់សូវបានធំល្អទេហើយបើឧទាហរណ៍ថាយើងចង់បាន9ខែទៅ10ខែប្រមូលផលនោះយើងត្រូវតែដាក់នុយឲ្យបានល្អដាក់នុយឲ្យបានត្រឹមត្រូវហើយនឹងបើជាពិសេសទៀតគឺយើងអាចឲ្យមួយថ្ងៃចន្លោះ2ថ្ងៃទៅ3ថ្ងៃបានទេអាចធ្វើឲ្យវាស្គមលឿនមិនងាយធំហើយនេះយើងបានមកមើលកូនត្រីស្ដោដែរដែលនៅជិតស្រះគ្នាហ្នឹងហើយកូនត្រីស្ដោហ្នឹងគឺល្អមែនទែនខាងក្នុងបែរសាច់នេះគឺគាត់ដាក់ត្រីស្ដោហើយចំណែកខាងក្រៅសាច់នេះគឺគាត់ដាក់ត្រីប្រាលាយជាមួយត្រីពោខ្លះចំពោះកូនត្រីស្ដោវិញពីមុនគឺដាក់តែ2ស្បៃទេប៉ុន្តែឥឡូវនេះគឺចាប់ដាក់ស្បៃផ្សេងមួយទៀតដើម្បីរំលែកវាកុំឲ្យវាច្រើនពេកកាលណាច្រើនពេកធ្វើឲ្យត្រីនឹងវាងាយរងជំងឺនេះគឺជាប្រភេទត្រីប្រែហើយនិងត្រីពោពេលដែលយើងដាក់នុយឲ្យត្រីស្ដោស៊ីទៅក៏វាមកស៊ីតែគៀនហ្នឹងគឺចំណីគឺវាអាចចេញមកខាងក្រៅគឺបានទៅលើត្រីប្រាវាស៊ីដែរចំពោះត្រីប្រាវិញភាគច្រើនទៅគឺគាត់ដាក់ចំណីនៅពេលល្ងាចប៉ុន្តែបើត្រីស្ដោគឺគាត់ដាក់នៅពេលព្រឹកប៉ុន្តែបើត្រីធំវិញគឺដាក់នៅពេលល្ងាចដែរបើសិនឧទាហរណ៍ថានុយមកពេលថ្ងៃគឺដាក់ពេលថ្ងៃហើយបើសិនមកពេលព្រឹកគឺដាក់ពេលព្រឹកចំពោះត្រីស្ដោការនៅវាតូចទំហំល្មមគឺតម្លៃវាចន្លោះ100ទៅ120 150នេះតាមរដូវកាលដែរតាមជាក់ស្ដែងទៅនេះគឺជាម៉ាស៊ីនកិនចំណីឲ្យកូនត្រីស្ដោនឹងហើយដែលវាកិនឲ្យម៉ត់ទៅដើម្បីឲ្យកូនត្រីស្ដោនឹងវាងាយស៊ីជាងត្រីនុយធំបើនុយត្រីធំបានតែត្រីស្ដោដែលមានទំហំធំទេតែបើកូនស្ដោបែបនេះគឺភាគច្រើនគឺគេកិនចំណីឲ្យវាស៊ីហើយការចិញ្ចឹមត្រីស្ដោទីសោតប្រសិនបើខែដែលអាចប្រមូលផលទៅមានតម្លៃថ្លៃគឺចំណេញតែបើសិនឧទាហរណ៍ថាតម្លៃត្រីស្ដោនេះវាចុះថោកនឹងធ្វើឲ្យអ្នកចិញ្ចឹមត្រីស្ដោនឹងខាតច្រើនដោយសារការចំណាយត្រីនុយពីច្រើនលេសលប់ហើយពេលលក់វិញបានតម្លៃធូរថ្លៃគឺมันអាចចំណេញបានទេសូម្បីតែរួចថ្លៃដើមវិញក៏ពិបាកផងដែរហើយមួយវិញទៀតការចិញ្ចឹមត្រីស្ដោនេះបើកាលពីមុននេះគឺគេពេញនិយមនៃការចិញ្ចឹមច្រើនមែនទែនដោយសារតែតម្លៃវាពីមុនហ្នឹងគឺបានតម្លៃថ្លៃប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺអត់សូវបានថ្លៃប៉ុន្មាននោះទេហើយបើសិនបងប្អូនចង់ចិញ្ចឹមអាច comment មកខាងក្រោមបានវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណហើយបើសិនបងប្អូនពេញចិត្តនឹងវីដេអូនេះសូមជួយចុច like ហើយនិង subscribe ម្នាក់មួយផងបាទសូមអរគុណ